大家好សួស្តីអ្នកទាំងអស់គ្នាអូខេចាំដល់ថ្ងៃហ្នឹងគឺជាថ្ងៃបន្តទៀតដែលយើងមកសិក្សារៀនសូត្រជាមួយគ្នាផងដែរហើយវីដេអូមុនគឺពួកយើងបានសិក្សាទៅតទៅនឹងព្យញ្ជនៈរួចជាស្រេចមកហើយនៅថ្ងៃនេះគឺលាសឺនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីស្រៈម្ដងអូខេអញ្ចឹងស្រៈលាសឺមានការបែងចែកជាពីរប្រភេទគឺស្រៈឯកវិជ្ជនៈនិងស្រៈពហុវិជ្ជនៈអញ្ចឹងស្រៈឯកវិជ្ជនៈឯកសំដៅទៅលើមួយឬក៏យើងហៅថាតូលស្រៈតូលស្រៈតែមួយចំណែកពហុគឺសំដៅទៅលើច្រើនដែលគេរាប់ចាប់ពី2ឡើងទៅអញ្ចឹងថ្ងៃហ្នឹងគឺយើងសិក្សាទៅតទៅនឹងស្រៈឯកវិជ្ជនៈជាមុនសិនតោះ首先你们跟老师读一下ឥឡូវជាដំបូងអ្នកទាំងអស់គ្នាអានតាមលាសឺបន្តិចសិនតោះ我们开始ចាប់ផ្ដើមឡើងទាំងអស់គ្នា2025年12月7日星期天តានអ៊ុនหมูតានអ៊ុនหมูបើប្រែថាស្រៈឯកវិជ្ជនៈមាន6តួអាអ៊ូអឺអ៊ីអ៊ូអ៊ូម្ដងទៀតចៃពៀនអាអ៊ូអឺអ៊ីអ៊ូអ៊ូអានេះមាត់មូលណាអ៊ូអ៊ូតែពេលនេះអ៊ីអ៊ីអ៊ូអ៊ូអ៊ីចឹងខុសគ្នាអានេះអានធម្មតានេះអានមាត់មូលអូខេតោះឥឡូវយើងមកមើលរៀនប្រកបតគ្នាពណ៌ជួយជាអ្នកពណ៌បូកនឹងស្រៈអាពណ៌អាប៉ាទីអ៊ីសឹងសំឡេងទី1សញ្ញាស្មើប៉ាប៉ាសំឡេងទី2ឡើងលើប៉ាប៉ាសំឡេងទី3ចុះក្រោមហើយឡើងលើបន្តិចប៉ាប៉ាសំឡេងទី4សង្កត់ចុះប៉ាប៉ាអូខេហៅតោះយើងលើមកសិក្សាបន្តទៀតភ័បូកនឹងស្រៈអ៊ូភ័អ៊ូភ័ទីអ៊ីសឹងសំឡេងទី1ភ័ភ័អូខេបន្តមកទៀតsưបូកនឹងស្រៈអsưសទីអសឹងសំឡេងទី2សអូខេហៅតទៀតនបូកនឹងស្រៈអ៊ីនអ៊ីនីទីសានសឹងសំឡេងទី3នីអូខេហៅតទៀតលបូកនឹងស្រៈអ៊ូលអ៊ូលូទីសឺសឹងលូអូខេហៅមួយទៀតបន្តមកទៀតនបូកនឹងស្រៈអ៊ូនអ៊ូនីទីសានសឹងនីអូខេបន្តមកទៀតលបូកនឹងស្រៈអ៊ូលអ៊ូលូទីសឺសឹងលូអូខេហៅចឹងយើងអានម៉ត់មូលណាអ្នកទាំងអស់គ្នាហើយបន្តមកទៀតគឺយើងមកសិក្សាទៅទៅនឹងលេខរបស់យើងម្ដងអញ្ចឹងថ្ងៃហ្នឹងគឺយើងរៀនដល់ខ្ទង់100តោះ你们跟老师读一下数字百零101អូខេហៅចឹងយើងមើលបាយសលេងទី3បាយបកថាខ្ទង់100លេងលេខ0លេងបកប្រែថាលេខ0អញ្ចឹងនៅក្នុងពាក្យភាសាចិនគឺឲ្យតែលេខ0ដែលនៅកណ្ដាលនៃប្រយោគគឺមានន័យប៉ុន្តែបើសិនបើនៅក្រោយប្រយោគក៏អត់មានន័យទៅឧទាហរណ៍ដូចជាគេ100យើងមើល100នេះគឺលេខ0នៅខាងក្រោយដល់តែ2ប៉ុន្តែគឺគេដាក់អ៊ីប៉ាយលេងអត់បានទេគឺអ៊ីប៉ាយតែម្ដងក៏ប៉ុន្តែបើសិនបើលេខ0នៅកណ្ដាលនៃប្រយោគគឺមានន័យចឹងយើងទៅដាក់អក្សរលេងមកកណ្ដាលឧទាហរណ៍ដូចជាគេ101ចឹង101គឺមានលេខ0នៅកណ្ដាលនៃប្រយោគអញ្ចឹងយើងនិយាយថាអ៊ីប៉ាយលេងអ៊ីឃើញអត់អ្នកនរគ្នាអញ្ចឹងអាហ្នឹងគឺជាចំណុចសំខាន់ដែលយើងត្រូវរៀនផងដែរអូខេហើយអ្វីដែលសំខាន់គឺអ្នកនរគ្នាត្រូវចាំនៅស្រៈទាំង6តួនេះតោះឥឡូវដើម្បីកាន់តែច្បាស់ទៀតអ្នកនរគ្នាអានតាមលាសឺទាំងអស់គ្នាម្ដងទៀតតានអ៊ុនหมูអាអ៊ូអឺអ៊ីអ៊ូអ៊ូអ៊ូប៉ាប៉ាភ័12នអ៊ីនីលអ៊ូលូលូនអ៊ីនីនីលអ៊ីលីលូអូខេហៅ
数字百百零零100 100 101អូខេហើយទៅថ្ងៃហ្នឹងគឺក៏យើងវីដេអូរបស់យើងក៏ឈានមកដល់ទីបញ្ចប់ផងដែរយើងរៀនត្រឹមប៉ុណ្ណឹងចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទៅវិញគឺឧស្សាហ៍រំលឹកបន្ថែមទៀតទើបយើងអាចចេះក៏ដូចជាចងចាំនៅពាក្យដែលយើងបានរៀនផងដែរចឹង今天我们学到这里谢谢大家再见